ជំរាបសួរបងប្អូនទាំងអស់គ្នាសួស្តីពេលព្រឹកព្រលឹមឥឡូវនេះខាងខ្ញុំនេះគឺម៉ោង 8 កន្លះ ជិត 9 ហើយប៉ុន្តែនៅជិតហ្នឹងគឺស្ងាត់មែនតើគេអត់ទាន់ងើបទេមានតែពួកខ្ញុំនឹងឯងងើបមុនគេណាដោយសារតែខ្ញុំផ្លេចរបស់ប្រើប្រាស់ខ្លះដល់អញ្ចឹងហើយក៏សូមឲ្យប្តីហ្នឹងជូនទៅផ្សារទិញរបស់ប្រើប្រាស់ឥឡូវហ្នឹងកំពុងតែធ្វើដំណើរចេញទៅឲ្យបងប្អូនរៀបចំស្លៀកពាក់ហើយនៅខាងខ្ញុំនេះគឺថ្ងៃនេះព្រលឹមឡើងហ្នឹងគឺវារៀងរងាទេប៉ុន្តែថ្ងៃបន្តិចគឺអត់អីទេដល់អញ្ចឹងហើយក៏នៅតែនាំគ្នាពាក់អាវរៀងក្រាស់ណាហើយកូនខ្ញុំនេះទៅហើយគឺធ្វើដំណើរទៅរឡានហើយនៅជុំវិញនេះបងប្អូនគឺសិតតែកន្លែងស្នាក់នៅកន្លែងគេ camping ផ្លិតណាកន្លែងគេជួលស្នាក់នៅអញ្ចឹងដូចបងប្អូនឃើញហ្នឹងផ្ទះទូចៗហ្នឹងអាហ្នឹងគឺជាផ្ទះលំហែណាហើយកន្លែងនេះគឺធំមែនតើពួកខ្ញុំបើកឡានហ្នឹងគឺបើកឡានពីជុំទម្រាំទៅកន្លែងចេញឃើញដោយសារតែផ្លូវហ្នឹងវារៀងតូចដល់អញ្ចឹងហើយផ្ទះហ្នឹងគឺវាដូចគ្នាអញ្ចឹងណានិយាយទៅផ្ទះនៅខាងមុខហ្នឹងគេសម្រាប់ជួលលំហែហ្នឹងផ្ទះវាដូចគ្នាដល់អញ្ចឹងហើយវារៀងពិបាកក្នុងការរើផ្លូវចេញតោះឥឡូវខ្ញុំបង្ហាញបងប្អូននេះគឺជាផ្លូវចេញផ្លូវដែលខ្ញុំកំពុងតែជិះទៅហ្នឹងហើយផ្លូវហ្នឹងផ្ទះហ្នឹងវាស្តៀងគ្នាដល់អញ្ចឹងហើយពេលដែលពួកខ្ញុំរើផ្លូវចេញហ្នឹងវារៀងយូរណាធម្មតាទេពេលដែលយើងមកមុនដំបូងអញ្ចឹងយើងអត់ដឹងថាផ្លូវណាចេញផ្លូវណាចូលអញ្ចឹងយើងជិះរើហ្នឹងវារៀងយូរដែរហើយផ្ទះដែលគេស្នាក់នៅនេះសិតតែផ្ទះគេជួលសម្រាប់អ្នកគេមកលេងលំហែរយៈពេលមួយអាទិត្យពីរអាទិត្យអីទៅតាមគេក៏អីអញ្ចឹងណាបងប្អូនហើយកន្លែងនេះគឺជាកន្លែងសម្រាប់ក្មេងលេងនិយាយទៅបើសិនជាបងប្អូនមានកូនដោយពួកខ្ញុំអញ្ចឹងក្មេងលេងគឺស្រួលមែនតើអត់ភ័យអត់អីទេមានមកកំ pl នៅក្នុងហ្នឹងទាំងអស់កន្លែងក្មេងលេងកន្លែងងូតទឹកកន្លែងហាយទឹកកន្លែងអីនៅហ្នឹងមានទាំងអស់តែម្ដងគេ include នៅក្នុងហ្នឹងណាបងប្អូនហើយពួកខ្ញុំនេះគឺអត់ទាន់បានថតអីជូនបងប្អូនមើលទេដោយសារតែដូចដែលខ្ញុំនិយាយអញ្ចឹងគឺនាំគ្នាទៅផ្សារហើយទៅផ្សារហ្នឹងរើមកឃើញបងប្អូនហើយគឺយើងអត់ដឹងណាមុនដំបូងយើងអត់ដឹងយើងជិះរើមកជុំប្រហែលជាកន្លះម៉ោងទម្រាំទៅរើផ្សារឃើញតាមពិតផ្សារគេនៅជិតហ្នឹងទេជិះប្រហែលជា10នាទីគឺដល់ហើយតែដោយសារតែយើងអត់ទាន់ស្គាល់អញ្ចឹងយើងមើលតាមទូរស័ព្ទអញ្ចឹងវារៀងយូរដែរណាហើយនិយាយទៅអីក៏ថ្មីដែរអញ្ចឹងវារៀងយូរហើយឥឡូវហ្នឹងវីដេអូរបស់ខ្ញុំនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនជម្រាបលាសង្ឃឹមថាជួបគ្នានៅក្នុងវីដេអូក្រោយទៀតអូមែនផ្លេចនេះផ្លូវដែលពួកខ្ញុំជិះទៅផ្សារហ្នឹងផ្លូវគេស្អាតមែនទែនបងប្អូនជាពិសេសដើមឈើនៅពេលដែលទឹមលាស់ស្លឹកមកអញ្ចឹងណានិយាយទៅខ្ញុំឃើញស្អាតត្មង